ចិត្តរីករាយវាជាអ្វីដែលពិសេសជាងគេអរគុណព្រះអង្គប្រហែលថ្ងៃនេះខ្ញុំឃើញខ្ញុំមិនដឹងថាបងប្អូនបានឃើញព័ត៌មានដូចខ្ញុំឬអត់បាទដោយសារតែមួយរយៈនេះយើងឃើញថាបញ្ហាសេដ្ឋកិច្ចវាមានបញ្ហាកើតឡើងច្រើនអញ្ចឹងផលប៉ះពាល់វាមានស្ទើរតែគ្រប់មានន័យថាគ្រប់ឋានៈគ្រប់ជាតិសាសន៍អញ្ចឹងពេលវេលានេះគឺផ្លូវចិត្តគឺសំខាន់មែនទែនបើសេដ្ឋកិច្ចមានបញ្ហាហើយយើងអត់រក្សាផ្លូវចិត្តផងយើងឲ្យបានល្អទេនោះវានឹងបន្សល់ឲ្យយើងនៅរឿងដែលមិនសូវល្អបាទហើយអរគុណព្រះអង្គដែលយើងមានព្រះជាជំនួយបាទដែលយើងមានព្រះជាជំនួយព្រះប្រទានពរបន្ថែមទៀតបងសាលីអញ្ចឹងដែលយើងមានព្រះជាជំនួយក៏ប៉ុន្តែនៅក្នុងបញ្ហានេះបងប្អូនប៉ះទាំងអ្នកជឿហើយទាំងអ្នកមិនជឿដូចគ្នាដែរអញ្ចឹងក្នុងនាមយើងជាអ្នកជឿព្រះតើបងប្អូនអាចនឹងស្វែងរកឃើញនៅអំណរសង្ឃឹមហើយនឹងកម្លាំងបែបយ៉ាងណាក្នុងការដែលបន្តដំណើរទៅមុខអ្វីដែលខ្ញុំចែកចាយនេះមិនមែនខ្ញុំជាមនុស្សដែលជោគជ័យទៅលើផ្នែកផ្លូវចិត្តឬក៏ផ្នែកហិរញ្ញវត្ថុឬក៏ផ្នែកមុខរបរទេបាទក៏ប៉ុន្តែវាជាផ្នែកមួយដែលខ្ញុំអាចនឹងយកបទពិសោធន៍ខ្លះៗដើម្បីនឹងជួយបងប្អូនឲ្យបានរីកចម្រើនហើយយើងជាបងប្អូននឹងគ្នាបាទយើងអត់ចង់ឃើញបងប្អូនណាម្នាក់វិនាសទេហើយទាំងអ្នកជឿហើយនឹងទាំងអ្នកមិនជឿដូចគ្នាដែរយើងមិនមែនអបអរសាទរជាមួយនឹងអ្នកដែលគាត់បរាជ័យហើយយើងឃើញគាត់បរាជ័យយើងសប្បាយរីករាយទេអញ្ចឹងមនុស្សដែលសប្បាយជាមួយនឹងអ្នកដែលមានបញ្ហាគឺជាមនុស្សដ៏អាក្រក់បំផុតពីព្រោះមនុស្សនោះសាហាវណាស់បាទអញ្ចឹងទោះបីជាសត្រូវបែបយ៉ាងណាក៏ប៉ុន្តែនៅពេលដែលយើងឃើញថ្ងៃរបស់សត្រូវរបស់ផងយើងគាត់ធ្លាក់ចុះជាតិជាមនុស្សដែលមកអំពីព្រះពួកគាត់នឹងមានចិត្តក្តៅអាណិតបងប្អូនធ្លាប់ឃើញខ្មែរយើងឬក៏បងប្អូនធ្លាប់ឃើញនៅពេលដែលគូសត្រូវរបស់ផងយើងគាត់បានចាក់ចេញពីផែនដីហ្នឹងទៅមានអ្នកខ្លះគាត់អបអរសាទរនៅពេលដែលសត្រូវរបស់ផងគាត់បរាជ័យឬក៏ស្លាប់បាត់ទៅប៉ុន្តែមនុស្សមួយចំនួនទៀតគាត់អត់ធ្វើអញ្ចឹងទេនៅពេលដែលគាត់ឃើញគូសត្រូវរបស់ផងគាត់ស្លាប់បាត់ទៅគាត់គេហៅភាសាមួយគេហៅថាអហោសកម្មឲ្យគ្នាអញ្ចឹងទោះបីជាញាតិចិត្តខាងនឹងគាត់ជាសត្រូវយើងក៏ដោយបើកាលណាយើងឃើញថានៅក្នុងគ្រួសាររបស់ផងគាត់មានអ្នកដែលមានទុក្ខព្រួយមានអ្នកដែលស្លាប់ជាទូទៅយើងតែងតែឃើញមនុស្សដែលមានដួងចិត្តល្អគាត់ទៅដើម្បីរំលែកទុក្ខចឹងនេះគឺជាភាពត្រឹមត្រូវរបស់មនុស្សបាទជាភាពត្រឹមត្រូវរបស់មនុស្សហើយគឺជាភាពត្រឹមត្រូវដែលជាចិត្តនៃសេចក្តីស្រឡាញ់ដែលព្រះបានដាក់ឲ្យយើងអញ្ចឹងទោះបីជាម្នាក់នឹងគាត់ធ្លាប់អាក្រក់បែបយ៉ាងណាឧទាហរណ៍គាត់ធ្លាប់ជាពាក់លុយយើងនៅពេលដែលគាត់ស្លាប់បាត់ទៅគាត់អត់បានសងលុយយើងអញ្ចឹងមនុស្សខ្លះបើជួបលក្ខណៈរបៀបហ្នឹងគឺគេអត់ព្រមលើកលែងឲ្យទេគេនៅតែបន្តដាក់ផ្ដាសាទៅដល់អ្នកដែលស្លាប់នឹងទៀតបាទតែអ្នកខ្លះទោះបីជាដឹងថាម្នាក់នឹងមិនទាន់សងក៏ដោយក៏យើងនៅតែអហោសកម្មឲ្យគាត់គេហៅថាខ្ញុំលែងទីហើយបងអូនអ៊ំពូមីងអញ្ចឹងអ្វីដែលជាប់ពាក់ពិនជាមួយខ្ញុំលុយកាក់ខ្ញុំអហោសកម្មឲ្យហើយអញ្ចឹងកុំជាប់កម្មជាប់ពៀជាមួយគ្នាអញ្ចឹងមនុស្សនឹងមានពីរប្រភេទនៅក្នុងនៅលើលោកយើងនេះ
hãy đem nhom lược rừng này màu cả lợn tại sao mà sao mình nhom khơi xa mũi rồi bọn nè chừng nuôi online dương đại lộc bay bên nhé có ta xây thà có chọn slap bà có bên đấy nơi pe để quạt xây nút miên mà đủ piประเภทចូលមកនៅក្នុងជីវិតរបស់ប៉ុនគាត់អ្នកទី1គឺផ្ដល់អនុសាសន៍ឲ្យគាត់នឹងស្លាប់ដោយរបៀបណាមួយមានន័យថាគាត់នៅពេលដែលមនុស្សយើងនិយាយថាខ្ញុំចង់ស្លាប់គឺជាពេលវេលាមួយដែលផ្លូវចិត្តគាត់គឺធ្លាក់ចុះខ្លាំងមែនទែនបាទផ្លូវចិត្តរបស់គាត់ធ្លាក់ចុះខ្លាំងមែនទែនពីព្រោះគ្មាននរណាម្នាក់ចង់និយាយពាក្យហ្នឹងទេបាទអញ្ចឹងអ្វីដែលយើងអាចធ្វើទៅបាននៅពេលដែលយើងឃើញនរណាម្នាក់គាត់បាក់ទឹកចិត្តធ្លាក់ទៅដល់ចំណុចមួយនោះក្នុងនាមយើងជាមនុស្សបងប្អូនយើងត្រូវទោះបីយើងខឹងរបៀបណាក៏ដោយអ្វីដែលយើងអាចធ្វើបានយើងអាចនឹងទៅលើកទឹកចិត្តគាត់តាមរបៀបត្រឹមត្រូវណាមួយដែលយើងអាចធ្វើទៅបានពីព្រោះជីវិតផនគាត់សំខាន់អញ្ចឹងក៏មានបុគ្គលខ្លះចូលទៅ comment ឬក៏ឌឺដងផ្លែផ្កាឲ្យគាត់ថាហើយមិនស្លាប់ទៅចាំបាច់បរោះអីនៅក្នុង Facebook ហ្នឹងបើមិនដឹងស្លាប់ទេខ្ញុំឲ្យយោបល់គួរតែទៅចងកគួរតែលេបថ្នាំសម្លាប់ខ្លួនគួរតែធ្វើនេះធ្វើនោះព្រះអើយតើវាសាហាវពេកទេបងប្អូនមនុស្សយើងរបៀបអញ្ចេះចឹងទោះបីគាត់ស្អប់បុគ្គលម្នាក់នឹងយ៉ាងម៉េចក៏ដោយបើថាគាត់ស្អប់មិនអាចនិយាយល្អឲ្យម្នាក់នឹងប្រសើរបានទេគួរតែចងមាត់ឲ្យចិត្តទៅកុំប្រើមាត់គាត់សំណេររបស់ផនគាត់ពាក្យពេចន៍របស់ផនគាត់ទៅជារឿងមួយដែលសម្លាប់គេនេះគាត់ស្មើនឹងគាត់កំពុងតែញុះញង់ឲ្យបុគ្គលម្នាក់នឹងទៅស្លាប់ក៏មានបុគ្គលខ្លះគេអាណិតគាត់ណែនាំគាត់នឹងឲ្យគាត់ធ្វើចិត្តឲ្យល្អឡើងអញ្ចឹងសួរថាគាត់ជាអ្នកណាវាស្មើនឹងគាត់គឺជាសេដ្ឋីវលលៀនតែគាត់មានលុយច្រើនខ្ញុំមិនដឹងថាបងប្អូនដឹងអត់ទេដោយសារតែមិនមែនខ្ញុំអ្នកតាមដានលើពួកគាត់ទេតែដោយសារតែខ្ញុំលក់អនឡាញដែរអញ្ចឹងព័ត៌មាននោះវាលោតមកនៅក្នុងចង្កោមអ្នករស់ស៊ីអញ្ចឹងខ្ញុំឃើញបាទហើយទោះបីជាបើនិយាយទៅទោះបីជាខ្ញុំមិនជាចូលចិត្តគាត់ណាស់ណាក៏ប៉ុន្តែពេលដែលខ្ញុំឃើញអញ្ចឹងខ្ញុំអាណិតគាត់ក៏ប៉ុន្តែសួរថាតើគាត់ជាអ្នកណាហេតុអីបានជាគាត់គ្មានកម្លាំងចិត្តគ្រប់គ្រាន់ដើម្បីបន្តដំណើរទៅមុខបើនិយាយអំពីភាពមានបានគឺគាត់មានបានលើសជាងយើងទាំងអស់គ្នាបើនិយាយពីភាពល្បីគាត់ល្បីជាងយើងទាំងអស់គ្នាហើយបើនិយាយអំពីនិយាយរួមគាត់លើអស់ទាំងមនុស្សជាច្រើននៅក្នុងស្រុកខ្មែរប៉ុន្តែមានពេលមួយគាត់ទាមទាររកសេចក្តីស្លាប់ជាបងប្អូនតើស្អីគេវិសេសជាងគេបងអស់មនុស្សជាច្រើនព្យាយាមស្វែងរកអ្វីផ្សេងដើម្បីបំពេញនៅចំណុចខ្វះខាតរបស់ខ្លួនគេអ្នកខ្លះចង់ទទួលបានតម្លៃចង់ទទួលបានការគោរពការស្រឡាញ់ការឲ្យតម្លៃពីមនុស្សគេព្យាយាមខំប្រឹងធ្វើគ្រប់បែបយ៉ាងទាំងអស់ដើម្បីឲ្យខ្លួនឯងនឹងចាក់ចេញអំពីការមើលងាយជាគេខំប្រឹងរកស៊ីគេខំប្រឹងសន្សំលុយគេខំប្រឹងគ្រប់បែបយ៉ាងទាំងអស់ដើម្បីបំពេញចម្លោះខ្វះខាតរបស់ផងគេជាមានមនុស្សជាច្រើននៅលើផែនដីនេះគេកំពុងតែស្វែងរកការបំពេញឲ្យភាពខ្វះខាតរបស់ផងគេជាកាលណាគេកាន់តែស្វែងរកគេកាន់តែអស់កម្លាំងគេកាន់តែស្វែងរកគេកាន់តែបាក់ទឹកចិត្តគេកាន់តែស្វែងរកគេកាន់តែលែងមានសង្ឃឹមនៅក្នុងផ្លូវដែលគេដើរពីព្រោះកាលណាយើងចំណាយពេលវេលាស្វែងរកការទាំងអស់នោះអត់បានឲ្យយើងស្កប់ចិត្តទេអញ្ចឹងឯបាននៅក្នុងព្រះគម្ពីរព្រះអង្គបានមានបន្ទូលថាចូលយើងស្វែងរកនគរព្រះជាមុនសិន
កាលណាយើងស្វែងរកនគរព្រះជាមុនអ្វីដែលយើងចង់បាននោះវាមកតាមក្រោយហើយកាលណាយើងមានប្រវត្តិមានរបស់ផនព្រះនៅក្នុងចិត្តនោះប្រវត្តិមានរបស់ផនព្រះនៅក្នុងចិត្តនឹងបង្រៀនយើងឲ្យស្កប់ស្កល់ចឹងនៅពេលដែលយើងស្កប់ស្កល់នៅទំនាក់ទំនងជាមួយនឹងព្រះហើយអ្វីទាំងអស់យើងមើលតាមបែបមានន័យថាយើងមើលកម្រិតទី2អញ្ចឹងវាអត់សូវមានសម្ពាធនៅលើផ្លូវចិត្តរបស់ផនយើងទេប៉ុន្តែបើសិនបើយើងកំពុងតែស្វែងរកអ្វីមួយក្រៅពីព្រះលទ្ធផលចុងក្រោយមានតែធ្វើឲ្យបងប្អូនបាក់ទឹកចិត្តអស់សង្ឃឹមហើយនឹងបរាជ័យជាការពិតពីព្រោះមនុស្សកាន់តែល្បីមនុស្សកាន់តែអស្ចារ្យអ្នកនឹងឯងកាន់តែឯកោចឹងហើយបើយើងតែងតែឃើញមាននៅសុកយើងឃើញមានតារាល្បីនៅប្រទេសនេះតារាល្បីនៅប្រទេសនេះអ្នកមាននៅប្រទេសនេះអ្នកមាននៅប្រទេសនេះលទ្ធផលចុងក្រោយផងគាត់គឺគាត់ធ្វើអត្តឃាតខ្លួនឯងមូលហេតុគាត់ហេងហាងជាមួយនឹងជីវិតមួយហ្នឹងអញ្ចឹងជីវិតមួយហ្នឹងវាគួរតែមានតម្លៃលើសជាងទ្រព្យសម្បត្តិលើសជាងកិត្តិយសលើសជាងភាពមានបានជីវិតមួយហ្នឹងគួរតែមានតម្លៃលើសជាងកិច្ចការទាំងអស់ហ្នឹងអញ្ចឹងនៅក្នុងកិច្ចការទាំងអស់ហ្នឹងគឺទាមទារឲ្យយើងដឹងអំពីលទ្ធផលឬក៏ដឹងអំពីចំណុចចាប់ផ្ដើមតែយើងត្រូវចាប់ផ្ដើមរកអីជាទី1អ្វីដែលយើងចាប់ផ្ដើមរកជាទី1បើវត្តមានរបស់ផនព្រះមិនបានបំពេញចិត្តស្កប់ស្កល់ឲ្យយើងទេនោះគ្មានអីដែលធ្វើឲ្យយើងស្កប់ស្កល់ទេចឹងព្រះបង្កើតជីវិតយើងមកព្រះអង្គជាអ្នកបង្កើតយើងអញ្ចឹងបើយើងចង់ទទួលបានតម្លៃយើងទៅរកនៅណាយើងទៅរកពីមនុស្សយើងទៅរកពីសម្ភារៈឬក៏យើងទៅរកពីអីគេបើយើងចង់ទទួលបានតម្លៃជីវិតដ៏ពិតប្រាកដគឺយើងទៅរកព្រះបើយើងចង់បានសេចក្តីសង្ឃឹមទៅរកណាគឺទៅរកពីព្រះមិនមែនរកពីមនុស្សទេចឹងមនុស្សរាល់ថ្ងៃគាត់ខំប្រឹងក្នុងរបៀបខុសរបស់ផាន់គាត់ចឹងឯងបានពេលខ្លះគាត់អត់ដែលស្កប់ស្កល់ទេគាត់នៅតែមានអារម្មណ៍ថាខ្វះខាតកាន់តែមានកាន់តែខ្វះខាតកាន់តែខ្ពង់ខ្ពស់កាន់តែតូចទាបកាន់តែមានកាន់តែខ្វះខាតអញ្ចឹងបើយើងតែងតែឃើញថាមនុស្សរាល់ថ្ងៃគឺអ្នកមានកាន់តែចង់គេហៅថាលោភលន់ចង់បានថែមទៀតដែលព្រោះអីគេដែលព្រោះគាត់គិតថាកាលណាគាត់មានអានេះគាត់នឹងស្កប់ចិត្តគាត់មានអានេះគាត់នឹងស្កប់ចិត្តក៏តែអ្វីដែលគាត់គិតថានឹងធ្វើឲ្យគាត់ស្កប់ចិត្តនឹងគាត់អត់ស្កប់ចិត្តទេគាត់នឹងមានអារម្មណ៍ហេងហាងមែនទែនចឹងក្នុងនាមយើងជាអ្នកជឿព្រះតើបងប្អូនគួរជួយខ្លួនឯងរំដោះខ្លួនឯងនិងបង្រៀនខ្លួនឯងយ៉ាងណាពាក់ព័ន្ធជាមួយនឹងជីវិតមួយនេះតើជីវិតមួយនេះស្អីគេជាទីស្កប់ចិត្តរបស់បងប្អូនជាទ្រព្យសម្បត្តិជាគ្រួសារជាកិត្តិយសមុខមាត់ឬក៏ជាអីប្រសិនបើបងប្អូនយកអ្វីធំជាងព្រះខ្ញុំហ៊ានធានាបងប្អូននឹងមិនបានស្កប់ចិត្តទេពីព្រោះសូម្បីតែយើងខ្លួនឯងពេលខ្លះយើងធ្វើរឿងដែលខ្លួនឯងមិនចង់ធ្វើផងចុះតម្រាំយើងឲ្យអ្នកដទៃមកបំពេញតម្រូវការរបស់ផងយើងតើគេបំពេញឲ្យយើងរបៀបម៉េចព្រោះគេមិនមែនជាយើងប៉ុណ្ណឹងអញ្ចឹងយើងអង្គុយតែខ្វះខាតរហូតណាអូខ្ញុំចង់បាននេះអូខ្ញុំត្រូវការនោះអូខ្ញុំសុំនេះអូខ្ញុំត្រូវការរបៀបនេះអូខ្ញុំត្រូវការបន្ថែមនេះត្រូវការនៅពេលដែលពេលណាមួយត្រូវការអាការចង់បាននឹងវារកអត់បានយើងបាក់ទឹកចិត្តជុំមនុស្សបាក់ទឹកចិត្តភាគច្រើនគឺគេផ្ដោតទៅលើរឿងខាងក្រៅគេផ្ដោតទៅលើរឿងខាងក្រៅពីព្រោះគេនឹងគិតថាសេចក្តីសុខសាន្តរបស់ផុនគេកាលណាគេយករឿងនេះបានមួយគេធ្វើរឿងនេះបានសម្រេចគេដើរតាមផ្លូវនេះបានត្រឹមត្រូវអញ្ចឹងនៅពេលណាគេធ្វើអត់បានសម្រេចគេដើរអត់បានត្រឹមត្រូវគេយកអត់បានគេមានអារម្មណ៍ថាគេបរាជ័យគេឯកោគេដូចជាហត់នឿយបាទព្រះបន្ទូលរបស់ផាន់ព្រះ
បានប្រាប់យើងហើយបានប្រាប់ជាច្រើនឲ្យយើងបានស្វែងរកអ្វីដែលត្រឹមត្រូវបើយើងស្វែងរកអ្វីមិនត្រឹមត្រូវទេយើងនឹងคล้ายទៅជាអ្នកដែលមានបញ្ហានៅលើអ្វីដែលយើងស្វែងរកមិនត្រឹមត្រូវនោះចឹងទុកលំបាករបស់យើងភាពសោយសោករបស់យើងភាពបរាជ័យរបស់ផាន់យើងវាកើតឡើងច្រើនតែកើតឡើងចេញពីអ្វីដែលយើងធ្វើទៅតាមចិត្តរបស់ខ្លួនឯងនៅក្នុងសាស្តាជំពូក3ខ12យើងដឹងហើយថាគ្មានអ្វីសម្រាប់គេហើយដែលវិសេសជាងចិត្តរីករាយហើយរកបានសេចក្តីល្អដល់ខ្លួនអស់វេលាដែលមានជីវិតរស់នៅនោះទេយើងជីវិតរបស់មនុស្សនៅលើផែនដីនេះវាគ្មានអីពិសេសទាំងជាងចិត្តដែលរីករាយធ្វើម៉េចរកបានភាពរីករាយពឹងទៅលើទ្រព្យសម្បត្តិពឹងទៅលើគូស្នេហ៍ពឹងទៅលើកូនពឹងទៅលើប្តីពឹងទៅលើប្រពន្ធឬក៏ពឹងទៅលើអ្នកណាដើម្បីឲ្យខ្ញុំបានរីករាយចឹងភាពរីករាយវាមិនមែនយើងរកបានដោយពឹងទៅលើនរណាគេទេបើភាពរីករាយយើងបើយើងកំពុងតែស្វែងរកភាពរីករាយពិតប្រាកដភាពរីករាយពិតប្រាកដរបស់យើងពឹងទៅលើអ្វីផ្សេងយើងប្រៀបបីដូចជាទឹកប្រឡោកចឹងមានពេលឡើងមានពេលចុះពេលឡើងពេលចុះពីព្រោះអីគេអត់ដឹងពីយើងទេចឹងអ្វីដែលជាគន្លឹះដ៏សំខាន់អ្វីដែលពិសេសគឺភាពរីករាយដែលយើងរកបាននៅខាងក្នុងចិត្តជាចិត្តដែលស្កប់ស្កល់ជាចិត្តដែលមានសុភមង្គលជាចិត្តដែលនឹងថឹងជាចិត្តដែលសប្បុរសជាចិត្តដែលពេញទៅដោយសេចក្តីល្អអត់ចំណែនអត់ឈ្នានីសអត់មុសាអត់ប្រកាន់ច្រើនអត់មានភាពវិជ្ជមានច្រើននោះឯងជាសេចក្តីសុខរបស់ផងយើងអញ្ចឹងចិត្តរីករាយរបស់ផងមនុស្សយើងម្នាក់គឺកើតចេញអំពីការរកបាននៅខាងក្នុងមែនយើងអត់អាចចោលគ្រួសារយើងបានទេយើងអត់អាចចោលសង្គមនេះបានទេសង្គមនេះជាផ្នែកមួយជួយឲ្យយើងរីករាយដែរចុះបើសង្គមនេះជាផ្នែកមួយមិនជួយឲ្យយើងរីករាយអញ្ចឹងមានន័យថាយើងរស់ជាមនុស្សប្រែប្រួលអារម្មណ៍មិនទៅប្រែប្រួលអារម្មណ៍មិនទៅបើពេលណាគេធ្វើល្អដាក់យើងមិនយើងចេះរីករាយពេលណាគេធ្វើអាក្រក់ដាក់យើងអត់រីករាយពេលណាគេធ្វើល្អដាក់យើងមិនចេះរីករាយពេលណាគេមិនល្អដាក់យើងអត់រីករាយបងប្អូនសម្ពាធណាហេតុអីយើងឲ្យខ្លួនឯងទៅធ្លាក់ទៅក្នុងសម្ពាធនៃអ្នកខាងក្រៅធ្វើអីហេតុអីយើងមិនខំប្រឹងបង្កើតសេចក្តីសុខឲ្យខ្លួនឯងសេចក្តីសុខឲ្យខ្លួនឯងមិនមែនតើតែយើងបានអ្វីដែលដូចយើងប៉ងប្រាថ្នាទេសេចក្តីសុខរបស់ខ្លួនឯងដែលធ្វើឲ្យចិត្តរបស់យើងរីករាយគឺយើងនៅជាប់ជាមួយនឹងព្រះកាលណាយើងនៅជាប់ជាមួយនឹងព្រះសេចក្តីអំណររបស់ព្រះនឹងហូរមកក្នុងជីវិតរបស់យើងកាលណាយើងនៅជាប់ជាមួយនឹងព្រះភាពរីករាយរបស់ព្រះនឹងពេញនៅក្នុងជីវិតរបស់យើងកាលណាយើងនៅជាមួយនឹងព្រះភាពវិជ្ជមាននឹងនៅជាមួយនឹងយើងកាលណាមនុស្សឆ្ងាយពីព្រះមនុស្សចេះតែគិតការអាក្រក់កាលណាយើងនៅឆ្ងាយពីព្រះមនុស្សចេះតែលោភលន់កាលណាយើងនៅឆ្ងាយពីព្រះមនុស្សចេះតែចង់បានកាលណាយើងនៅឆ្ងាយពីព្រះមនុស្សចេះតែមានគំនិតអវិជ្ជមានសពគ្រប់បែបយ៉ាងទាំងអស់ទោះបីគេមើលយើងក្នុងរូបភាពល្អក៏យើងឃើញគេរូបភាពមិនល្អដែរទោះបីគេធ្វើល្អក៏យើងមើលឃើញគេអត់ធ្វើល្អដែរពីព្រោះអីគេពីព្រោះភាពអវិជ្ជមានរបស់ផងយើងវាច្រើនធ្វើឲ្យផ្លូវចិត្តរបស់ផងយើងវាអសន្តិសុខមានន័យថាអសន្តិសុខអត់មានអារម្មណ៍ថាខ្លួនឯងកក់ក្ដៅសោះទៅណាមកណាខ្លាចតែគេមើលលើក្រោមគេមើលលើមើលក្រោមអត់បានទេខ្លាចគេនិយាយដើមខ្លាចគេរិះគន់ខ្លាចគេមិនឲ្យតម្លៃខ្លាចគេអញ្ចេះខ្លាចគេអញ្ចោះពីព្រោះអីគេ
ខាងក្នុងរបស់ផនយើងចន្លោះប្រហោងនៅពេលដែលខាងក្នុងរបស់ផនយើងចន្លោះប្រហោងយើងបំពេញអីអត់គ្រប់ទេចូលរៀនបង្កើតសុភមង្គលឲ្យខ្លួនឯងសុភមង្គលអាចរកបាននៅពេលណាបងប្អូនស្វែងរកព្រះឲ្យអស់ពីចិត្តពេលណាបងប្អូនលង់នៅក្នុងសេចក្តីស្រឡាញ់របស់ផនប្រងលង់នៅក្នុងទំនាក់ទំនងជាមួយនឹងព្រះអង្គទោះបីគ្មានអ្នកនិយាយល្អជាមួយបងប្អូនក៏បងប្អូនរីករាយទោះបីគ្មានអ្នកលើកទឹកចិត្តបងប្អូនក៏អាចនឹងរីករាយសួរថាតើមនុស្សប្រមាណអ្នកដែលអាចញញឹមបានពេលវេលាដែលកំពុងតែមានបញ្ហាសួរថាមានមនុស្សប្រមាណអ្នកដែលអាចមានសង្ឃឹមនៅក្នុងពេលវេលានៅក្នុងស្ថានភាពដែលអស់សង្ឃឹមមានមនុស្សប្រមាណអ្នកបើបងប្អូនអាចធ្វើបានមានន័យថាបងប្អូនមានជ័យជំនះហើយបងប្អូនអាចនឹងរកបាននៅសុភមង្គលសម្រាប់ខ្លួនឯងហើយអ្វីដែលខ្ញុំនិយាយចុះប្តីទៅណាហើយចុះប្រពន្ធទៅណាហេតុអីមិនជួយបំពេញសុភមង្គលឲ្យខ្ញុំផងសំណួរខ្ញុំសួរត្រឡប់ទៅវិញបុគ្គលដែលគាត់កំពុងតែបរាជ័យមានអ្នកខ្លះកំពុងតែបរាជ័យហើយក៏បានសម្លាប់ខ្លួនឯងតើគាត់អត់មានប្រពន្ធទេតើគាត់អត់មានប្តីទេចុះហេតុអីបានគាត់សម្លាប់ខ្លួនកាលពីប្រហែលឆ្នាំមុនយើងឃើញប្តីរបស់អ្នកលក់អនឡាញដ៏ល្បីយើងម្នាក់គាត់បានសម្លាប់ខ្លួនសំណួរសួរថាមិនចឹងហេតុអីប្រពន្ធគាត់អត់ជាភាពគ្រប់គ្រាន់ឲ្យគាត់អាចនឹងឈរនៅក្នុងបញ្ហានេះបានយើងក៏បានឃើញពីការបាក់ទឹកចិត្តរបស់អ្នកលក់អនឡាញយើងម្នាក់ដែលគាត់ចង់សម្លាប់ខ្លួនសំណួរសួរថាតើប្តីរបស់គាត់នៅណាហេតុអីជីវិតដៃគូនេះអត់អាចធ្វើឲ្យគាត់មានសេចក្តីសុខបានហេតុអីបានគាត់ចង់ស្លាប់ហើយក៏សំណួរនោះសួរទៅដល់បងប្អូនវិញប្តីរបស់បងប្អូននៅណាប្រពន្ធរបស់បងប្អូននៅណាគ្រួសាររបស់បងប្អូននៅណាហេតុអីបានធ្វើឲ្យបងប្អូនមានអារម្មណ៍ឯកោតើភាពឯកោនោះជាកំហុសអ្នកណាគេជាកំហុសរបស់ប្តីយើងអត់យកចិត្តទុកដាក់ប្រពន្ធយើងអត់យកចិត្តទុកដាក់គ្រួសារយើងអត់យល់អំពីសុខទុក្ខរបស់យើងមុខរបរយើងបរាជ័យឬក៏ជាអីឬក៏ជាអីអត់មានណាគេជួយយើងបានទេបងប្អូនក្រៅពីខ្លួនឯងទោះបីខ្ញុំមានប្រពន្ធក៏ដោយទោះបីប្រពន្ធខ្ញុំក៏ផ្ដល់កម្លាំងចិត្តឲ្យខ្ញុំប៉ុន្មានក៏ដោយទោះបីគ្រួសារផនខ្ញុំល្អប៉ុន្មានក៏ដោយបើខ្ញុំមិនអាចស្កប់ស្កល់សម្រាប់ខ្លួនឯងមានសន្តិភាពសម្រាប់ខ្លួនឯងក៏ខ្ញុំអត់អាចឈរនៅក្នុងភាពគេហៅថានៅក្នុងកម្លាំងចិត្តមួយបានដែរអញ្ចឹងអ្នកខាងក្រៅក្រៅពីខ្លួនយើងគេជួយយើងបានត្រឹមតែ 20% ទេនៅសល់បានបងប្អូនត្រូវជួយខ្លួនឯងរៀនរឹងមាំសម្រាប់ខ្លួនឯងរៀនរីករាយនៅក្នុងស្ថានភាពដែលមិនគួររីករាយរៀនសង្ឃឹមនៅក្នុងស្ថានភាពដែលមិនគួរសង្ឃឹមបើបងប្អូនធ្វើបានមានន័យថាបងប្អូនឈររឹងមាំហើយពីព្រោះយើងកំពុងតែស្ថិតនៅក្នុងសមរភូមិនេះគ្មាននរណាម្នាក់អាចជួយបងប្អូនបានក្រៅពីបងប្អូនខ្លួនឯងទេអ្នកក្រៅបានលើកទឹកចិត្តនេះឯងនឹងឯងឲ្យយើងមានកម្លាំងងើបបាន 20% នៅសល់បានបងប្អូនចង់ងើបឬក៏មិនចង់ងើបគឺនៅលើបងប្អូនដដែលអេមែនរស់បែបនឹងជីវិតលិចហើយអណ្ដែតបាទបើយើងរស់ពឹងអាងទៅលើអ្នកផ្សេងជីវិតរបស់ផនយើងដូចលិចងើពេលខ្លះទៅញឹមពេលខ្លះទៅយំពេលខ្លះទៅញឹមពេលខ្លះទៅយំវាអត់ថថេពីព្រោះយើងពឹងទៅលើសេចក្តីសុខរបស់គេណាយើងមានសេចក្តីសុខដោយសារតែគេណាដូចមាន
ប្តីប្រពន្ធខ្លះមានបងប្អូនខ្លះគាត់មានបញ្ហាជីវិតគូប៉ុនគាត់ដោយមានជនទី3មកជ្រាបជ្រែកនៅក្នុងទំនាក់ទំនងរបស់ប៉ុនគាត់ចឹងធ្វើឲ្យគាត់សោយសោកនៅក្នុងទុក្ខលំបាកមួយដែលគេយកមានន័យថាគេយកប្តីគាត់ឬក៏គេយកប្រពន្ធគាត់ចឹងគាត់រស់នៅក្នុងភាពសោយសោកមួយហ្នឹងពីព្រោះគាត់គិតថាជីវិតរបស់ប៉ុនគាត់មិនអាចទទួលយកបានមិនអាចរីករាយបានទេនៅពេលដែលមានជនទី3សំណួរសួរថាតើគាត់លះបង់អីតទៅទៀតដើម្បីយកមនុស្សជាទីស្រឡាញ់មកគាត់បានទោះបីគាត់លះបង់រហូតដល់ជីវិតក៏គាត់យកគាត់បានដែរពីព្រោះអីគេពីព្រោះអ្នកខាងក្រៅគាត់ដែលជាប្តីជាប្រពន្ធគាត់ហ្នឹងគេមានបំណងដើរចេញចឹងគាត់អាចចាប់គេបានរបៀបយ៉ាងម៉េចអត់ទេយើងអាចចាប់គេបានទេទោះបីយើងធ្វើល្អប៉ុន្មានក៏ដោយមនុស្សក្បត់គេនឹងនៅតែក្បត់ទោះបីបងប្អូនខំប្រឹងច្នៃរូបរាងកាយរបស់បងប្អូនឲ្យល្អជាងអតីតកាលបាទខំប្រឹងឆ្លៀកពាក់ឲ្យស្អាតខំប្រឹងបញ្ស្រកទុកគឺមានន័យថាបញ្ចុះគីឡូឲ្យមើលទៅស្វែលពួកប្តីយើងគាត់ស្រឡាញ់រៀងស្វែលស្រឡាញ់បែបស៊ីកស៊ីខំប្រឹងច្នៃក្របសពគ្រប់បែបយ៉ាងដើម្បីតាក់ចិត្តប្តីតាក់ចិត្តមិនកើតពីព្រោះអាភាពស្រោបស្រាលអាភាពតម្រូវការរបស់មនុស្សវាទៅអញ្ចឹងហ្នឹងអញ្ចឹងបងប្អូនមានក្តីសុខមិនទៅបើបងប្អូនមានប្តីដែលជាអ្នកដែលក្បត់ចិត្តបងប្អូនឬក៏បងប្អូនមានគ្រួសារបែបស្នេហាត្រីកោណតើបងប្អូនមានក្តីសុខមិនហើយក្តីសុខនោះវាចូលមកបងប្អូនរបៀបមិនទៅឧទាហរណ៍បើគ្រួសាររបស់បងប្អូនអាចជាប្តីឬក៏ជាប្រពន្ធគាត់មាននិស្ស័យក្បត់បងប្អូនរហូតចង់និយាយទេគាត់មាននិស្ស័យផាត់ក្បត់រហូតអញ្ចឹងមានន័យថាបងប្អូនត្រូវតែរស់នៅក្នុងជីវិតក្រំគ្រាត្រាំត្រែងនៅក្នុងអាទុកលំបាកអញ្ចឹងមែនបើបងប្អូនរស់នៅក្នុងជីវិតអញ្ចឹងមានន័យថាបងប្អូនកំពុងតែធ្វើបាបខ្លួនឯងហើយពីព្រោះគេសុបាយនៅខាងក្រៅតាហើយចុះហេតុអីយើងមិនត្រូវកើតទុកនៅក្នុងផ្ទះហេតុអីយើងបោះបង់ខ្លួនឯងចោលបើគេបោះបង់យើងហើយហេតុអីក៏យើងបោះបង់ខ្លួនឯងហេតុអីយើងមិនស្រឡាញ់ខ្លួនឯងហេតុអីយើងមិនព្រមរីករាយនៅក្នុងរបៀបរបស់យើងហេតុអីយើងទៅផ្ញើសុខទុក្ខរបស់ផងយើងជាមួយនឹងអ្នកដទៃនឹងធ្វើអីពីព្រោះវាអត់អាចជួយអីបងប្អូនឲ្យរីករាយលើសជាងនឹងទេចឹងពេលណាដែលគេមកផ្ទះអោបកសោបយើងបានយើងអញ្ញឹមពេលណាគេទៅបាត់យើងកើតទុកអូខ្ញុំសម័យមើលអ្នកដែលមានជីវិតរបៀបហ្នឹងខ្ញុំអូយខ្ញុំមិនដឹងថាតើទុកលំបាករបស់ផងគាត់បែបយ៉ាងណាណោះវាពិបាកមែនទេចឹងអ្នកដែលមានប្តីមានប្រពន្ធបែបគេហៅថាស្នេហាត្រីកោណវាពិបាកតើសំណួរសួរថាតើយើងត្រូវធ្វើម៉េចដើម្បីកុំឲ្យពិបាកសំណួរសួរថាធ្វើម៉េចដើម្បីកុំឲ្យខ្ញុំរស់នៅក្នុងអារម្មណ៍ដ៏តានតឹងអញ្ចឹងអត់ពិបាកទេរៀនត្រឡប់មករកភាពជាខ្លួនឯងមកវិញបើគេចង់ក្បត់យើងហើយតើយើងព្រមក្បត់ខ្លួនឯងដែរហេតុអីយើងមិនស្រឡាញ់ខ្លួនឯងហេតុអីយើងមិនព្រមរស់ជាមនុស្សដែលមានតម្លៃឲ្យគេមើលឃើញបើគេមិនមើលបើអ្នកដទៃមិនឲ្យតម្លៃយើងហេតុអីយើងមិនឲ្យតម្លៃខ្លួនឯងខ្ញុំតាំងពីដើមមកបងប្អូនខ្ញុំចេះតែឈឺចាប់ខ្ញុំចេះតែស្រឡាញ់មនុស្សដែលគេស្រឡាញ់ខ្ញុំទេប៉ុន្តែបើម្នាក់នឹងដាច់ចិត្តថាស្អប់ខ្ញុំហើយបោះបង់ខ្ញុំហើយតិចច្រឡំថាខ្ញុំមកកើតទុកខ្ញុំមិនកើតទុកទេប៉ុន្តែសួរថាខ្ញុំមិនខ្ញុំមានមនោសញ្ចេតនាខ្លាំងដែរបើខ្ញុំស្រឡាញ់អ្នកណាខ្ញុំស្រឡាញ់អស់ពីពោះពីពំហើយស្រឡាញ់ស្មោះត្រង់ទៀតប៉ុន្តែបើសិនបើមនុស្សដែលខ្ញុំស្រឡាញ់នឹងគេទៅជាមិនឲ្យតម្លៃខ្ញុំហើយចាក់ចោលខ្ញុំឬក៏មិនយល់ពីតម្លៃខ្ញុំបើខ្ញុំដឹងថាគេបោះបង់ខ្ញុំចោលតិចច្រឡំថាខ្ញុំនឹងកើតទុកជាមួយខ្ញុំអត់កើតទុកទេ
ប៉ុន្តែបើមនុស្សដែលខ្ញុំស្រឡាញ់គេបាត់បង់ទៅទាំងគេកំពុងស្រឡាញ់នោះអាចខ្ញុំនៅមានន័យថាយើងនៅតែនឹកចាំពីរូបភាពទាំងអស់ហ្នឹងអញ្ចឹងខ្ញុំអត់ឲ្យចិត្តរបស់ផុនខ្ញុំទៅសោយសោកជាមួយមនុស្សដែលគេមិនយល់អំពីខ្ញុំទេពីព្រោះហេតុអីខ្ញុំធ្វើបាបខ្លួនឯងធ្វើអីចឹងនេះជាអ្វីដែលបងប្អូនគួរតែរៀនដែរពីព្រោះខ្ញុំមិនដឹងថាតើបងប្អូនជួបរឿងអីខ្លះទេក៏ប៉ុន្តែក្នុងព្រះគម្ពីរបានប្រាប់ថាអ្វីដែលវិសេសជាងគេបំផុតនោះឯងគឺជាចិត្តរីករាយហើយចិត្តរីករាយរកមកពីណាបងប្អូនអាចនិយាយថាខ្ញុំចិត្តរីករាយរបស់ផងខ្ញុំគឺមកពីប្តីខ្ញុំតែប្តីខ្ញុំធ្វើអីរីករាយខ្ញុំរីករាយអញ្ចឹងបើប្តីគ្នាអារម្មណ៍អត់ល្អដែរចៃដន្យគ្នាមានបញ្ហានៅកន្លែងធ្វើការគ្នាជួបត្រូវបានមេស្ដីឲ្យត្រូវបានគេដេញពីការងារប្តីលេងឲ្យស្នាមញញឹមលេងឲ្យភាពរីករាយដល់យើងនឹងកើតទុកតាមគាត់ដែរចាអត់ទេបើយើងអញ្ចឹងមានថាអ្នកណាជួយគាត់អញ្ចឹងអ្វីដែលពិសេសជាចិត្តរីករាយហើយចិត្តរីករាយនោះយើងអាចរកបាននៅក្នុងជីវិតរបស់ផងយើងផ្ទាល់ខ្លួនហើយអ្វីដែលយើងអាចរកបានបន្តទៅទៀតគឺយើងត្រូវរកព្រះជាទី1នៅក្នុងខ13ហើយការដែលគ្រប់មនុស្សបានស៊ីហើយផឹកព្រមទាំងរីករាយដោយផលល្អដែលកើតពីអស់ទាំងការនឿយហត់របស់ខ្លួននោះហើយជាអំណោយទាននៃព្រះចឹងអំណោយទានរបស់ផុនព្រះគឺព្រះអង្គផ្ដល់ឲ្យនៅភាពរីករាយជាបរិបូរណ៍ដល់កូនរបស់ផុនព្រះពូជរបស់ព្រះកូនរបស់ផុនព្រះគឺអ្វីដែលវិសេសជាងការស៊ីផឹកអ្វីដែលវិសេសជាងការជួបជុំអ្វីដែលវិសេសជាងទ្រព្យសម្បត្តិអ្វីដែលវិសេសជាងអ្វីទាំងអស់នោះគឺជាផលផ្លែនៃភាពរីករាយនៃសេចក្តីល្អដែលមាននៅក្នុងព្រះចឹងព្រះអង្គបានឲ្យយើងកូនព្រះអង្គបានឲ្យយើងនៅភាពរីករាយដែលជាផលផ្លែព្រះអង្គមិនមែនចង់ឲ្យយើងនៅការទុកលំបាកភាពរីងរៃការព្រាត់ប្រាសការអស់សង្ឃឹមភាពឯកោព្រះអង្គមិនឲ្យអាហ្នឹងមកយើងទេចុះហេតុអីខ្ញុំនៅតែមានអានោះវាជាវិញ្ញាណអរិយវាព្យាយាមឲ្យអ្វីផ្ទុយពីព្រះបើព្រះឲ្យភាពរីករាយវាទម្លាក់ទុក្ខសោកបើព្រះឲ្យការជួបជុំវាឲ្យការបាក់បែកអញ្ចឹងអរិយវាព្យាយាមឲ្យអ្វីដែលផ្ទុយពីព្រះハរតីរបស់ព្រះពីច្រើនបងប្អូនយើងទទួលយកអារម្មណ៍ទាំងអស់នោះដោយអស់ពីចិត្តពីព្រោះបងប្អូនគិតថាហើយថៃបើខ្ញុំខឹងគាត់ពីព្រោះគាត់ធ្វើ1 2 3ឲ្យខ្ញុំខឹងរឿងអីខ្ញុំមិនខឹងអញ្ចឹងបងប្អូនខឹងគេដោយសារតែគេធ្វើរឿងដែលយើងខឹងនៅពេលដែលគេធ្វើរឿងឲ្យយើងខឹងយើងបាត់អំណរហើយយើងក៏ដឹងថាយើងបាត់អំណរយើងមានសេចក្តីកំហឹងយើងគិតថាវាសមរម្យហើយខ្ញុំត្រូវខឹងអញ្ចឹងហើយកុំតែបងប្អូនអត់ដឹងសោះថាបងប្អូនកំពុងតែធ្លាក់ទៅក្នុងអន្ទាក់របស់សាតាំងអរិយវាព្យាយាមលួចអំណររបស់យើងវាព្យាយាមលួចព្រះពររបស់ផងយើងអញ្ចឹងបើបងប្អូនស្គាល់អំពីផ្លូវរបស់អរិយបងប្អូននឹងងាយក្នុងការដើរចេញអំពីទុក្ខសោកឬក៏បញ្ហាទាំងអស់ហ្នឹងពីព្រោះអរិយវាព្យាយាមធ្វើគ្រប់បែបយ៉ាងទាំងអស់ដោយអរិយវាលួចអំណររបស់ខ្ញុំអញ្ចឹងវាព្យាយាមលួចខ្លាំងណាស់បងប្អូនអើយរឿងដែលខ្ញុំត្រូវញញឹមវាមិនឲ្យខ្ញុំញញឹមរឿងដែលត្រូវរីករាយវាមិនឲ្យខ្ញុំរីករាយវាដាក់បញ្ហាមកពីមួយទៅមួយមានហាក់ដោះមិនទាន់រួចវាដោយមួយទៀតដោះមិនទាន់រួចមានឲ្យស្ទើរតែរកផ្លូវងើបឈរអត់រួចប៉ុន្តែនៅពេលដែលខ្ញុំជំនះថាខ្ញុំត្រូវតែងើបចេញ
ចឹងមុនពេលដែលខ្ញុំមិនបានងើបចេញខ្ញុំខ្លាចជាតួឯងអូយខ្ញុំកំសត់ណាអូយខ្ញុំពិបាកណាអូយហេតុអីខ្ញុំអញ្ចឹងមានថាយកខ្លួនឯងជាតួឯងភាពអាណិតភាពកំព្រីកំព្រាភាពឯកោយកមកដាក់ខ្លួនទាំងអស់ដល់ពេលអញ្ចឹងមិនដែរវិញ្ញាណរបស់ផាន់យើងពេញតែសោយសោកនឹងឯងរកអំណរអត់ឃើញទេប៉ុន្តែនៅពេលដែលខ្ញុំចាប់ផ្ដើមប្រកាសបដិញវាបដិសេធវាពេលនោះឯងខ្ញុំចាប់ផ្ដើមរកភាពរីករាយនៅក្នុងប្រវត្តិមានរបស់ព្រះអង្គឃើញអញ្ចឹងកូនព្រះអង្គបរាជ័យនៅក្នុងការចាប់យកសេចក្តីល្អមកដាក់ក្នុងខ្លួនដោយសារតែកូនព្រះអង្គបានព្រមទទួលនៅអារម្មណ៍ទាំងអស់នោះដែលអារក្សឲ្យកូនព្រះអង្គព្រមទទួលភាពឯកោដែលអារក្សឲ្យតាមរយៈបុគ្គលណាម្នាក់ឲ្យកូនព្រះអង្គព្រមទទួលគេហៅថាចិត្តប្រេះស្រាំដោយសារតែកលៈទេសៈមួយនោះបានរៀបចំឲ្យចិត្តយើងប្រេះស្រាំយើងព្រមទទួលយើងអត់ព្រមបដិសេធសោះបងប្អូនសាក់បដិសេធតើក្នុងជីវិតរបស់បងប្អូនមានស្អីគេដែលជារនាំងដែលធ្វើឲ្យបងប្អូនយកអំណរអត់បានសេចក្តីអំណរមិនមែនដោយសារបងប្អូនមានលុយក្នុងកប៉ាល់ទេខ្ញុំសូមប្រាប់ហើយសេចក្តីអំណរក៏មិនមែនមានដោយសារតែបងប្អូនជោគជ័យលើមុខរបរថ្ងៃហ្នឹងដែរប៉ុន្តែសេចក្តីអំណរគឺនៅពេលដែលបងប្អូនយកឈ្នះសាតាំងហើយយកឈ្នះពីចិត្តរបស់ខ្លួនឯងអនុញ្ញាតឲ្យប្រវត្តិមានព្រះនៅក្នុងចិត្តសោយរាជ្យនៅក្នុងចិត្តនោះបងប្អូននឹងរកអំណរទាំងបងប្អូនមិនទាន់មានជ័យជំនះសោះនៅលើការលំបាករបស់បងប្អូនបាន 100% អញ្ចឹងសេចក្តីអំណរនិងភាពចិត្តរីករាយដ៏ពោពេញដ៏អស់កលដែលយើងត្រូវតែទទួលបានវាជាអំណោយទានដែលព្រះឲ្យពួកព្រះអង្គចង់ឃើញរាជរបស់ព្រះអង្គកូនរបស់ព្រះអង្គទទួលយកបានវាជាបន្ទុកព្រះអង្គប្រាប់ថាចូលយកឈើឆ្កាងរបស់អ្នកមកផ្ទុកនៅលើខ្ញុំអញ្ចឹងរាល់បញ្ហាទាំងអស់នៅលើឈើឆ្កាងហើយចុះហេតុអីបានជាយើងទាញទាំងអស់នឹងយកមកដាក់នៅលើស្មាយើងឲ្យយើងធ្ងន់ធ្វើអីព្រះអង្គមានឲ្យយើងណាចុះហេតុអីយើងទៅទាញយកមកធ្វើអីចុះស្អីគេជាបញ្ហារបស់បងប្អូនសូមបដិញវាចេញកុំឲ្យវានៅសោយរាជ្យនៅក្នុងដួងចិត្តរបស់បងប្អូនតទៅទៀតពីព្រោះមានរឿងច្រើនដែលបងប្អូនត្រូវទទួលពពកមកពីព្រះអង្គប៉ុន្តែណាស់តែបងប្អូនមើលមិនឃើញអរគុណព្រះអង្គខ្ញុំអាចនឹងទទួលបាននៅអំណរខ្លះមកវិញមិនមែនដោយសារតែខ្ញុំជោគជ័យនៅលើមុខរបរខ្ញុំមិនមែនដោយសារខ្ញុំមានលុយគ្រប់គ្រាន់កាន់មកវិញមែនទេប៉ុន្តែដោយសារតែខ្ញុំរកប្រវត្តិមានរបស់ព្រះអង្គឃើញនៅពេលដែលខ្ញុំរកប្រវត្តិមានរបស់ព្រះអង្គឃើញអាទុកលំបាកឬក៏អ្វីផ្សេងដែលខ្ញុំកំពុងតែមានខ្ញុំរកអត់ឃើញដែរអញ្ចឹងសរុបសេចក្តីទៅយើងអាចចាប់យកសេចក្តីរីករាយរបស់ផនយើងត្រឡប់មកវិញសេចក្តីអំណររបស់ផនយើងត្រឡប់មកវិញទាំងអស់គឺមិនពឹងអាងទៅលើរឿងខាងក្រៅទេមិនពឹងអាងទៅលើការងារយើងជោគជ័យមិនពឹងអាងទៅលើយើងមានលុយពេញកប៉ៅមិនពឹងអាងទៅលើអ្នកណាគេឲ្យតម្លៃយើងឯងចឹងភាពរីករាយនិងភាពអំណរដែលយើងអាចរកបានគឺនៅពេលដែលយើងបានស្គាល់សេចក្តីពិតហើយយើងនៅជាប់ជាមួយនឹងព្រះចឹងឯងបានព្រះបន្ទូលបានប្រាប់ថាចូលស្វែងរកនគរព្រះជាមុនសិនចឹងនៅពេលដែលយើងស្វែងរកនគរព្រះជាមុនហើយនោះយើងនឹងឃើញហើយភាពរីករាយហើយនោះព្រះអង្គនឹងរៀបចំអ្វីផ្សេងបន្តទៅទៀតឲ្យយើងជាងនឹងឯងគឺជាអ្វីដែលព្រះបានចង់ឲ្យបងប្អូនបានងើបចេញពីអារម្មណ៍
ឯកោបាក់ទឹកចិត្តហើយនឹងការអាណិតខ្លួនឯងពីព្រោះអារម្មណ៍ទាំងអស់នោះមិនមែនមកពីព្រះទេព្រះអង្គស្រឡាញ់បងប្អូនចឹងបងប្អូនមិនបាច់អាណិតខ្លួនឯងទេណាខ្លួនបងប្អូនព្រះអាណិតហើយឯងចឹងមិនបាច់ចាំមកអាណិតខ្លួនឯងទេកាលណាយើងធ្វើជាមនុស្សដែលអាណិតខ្លួនឯងយើងនឹងកាន់តែស្រយុតចិត្តចុះទៅអញ្ចឹងអ្វីដែលសំខាន់គឺយើងត្រូវដឹងថាខ្ញុំគឺជាមនុស្សមានតម្លៃអ្នកណាមិនឲ្យតម្លៃខ្ញុំប៉ុន្តែខ្ញុំដឹងថាខ្ញុំមានតម្លៃព្រោះតែខ្ញុំមានតម្លៃនឹងឯងបានជាព្រះសុគតទៅលើឈើឆ្កាងសម្រាប់ខ្ញុំអ្នកណាមិនស្រឡាញ់ខ្ញុំដឹងថាខ្ញុំមានព្រះដែលស្រឡាញ់ខ្ញុំអញ្ចឹងបើព្រះស្រឡាញ់ខ្ញុំក៏ត្រូវស្រឡាញ់ខ្លួនរបស់ខ្ញុំដែរអ្នកឯងមិនស្រឡាញ់ខ្ញុំជារឿងរបស់អ្នកឯងប៉ុន្តែសម្រាប់ខ្ញុំដឹងថាទោះបីខ្ញុំមិនស្អាតទោះបីខ្ញុំយ៉ាងម៉េចក៏ដោយក៏ប៉ុន្តែរបៀបខ្ញុំនេះព្រះបានស្រឡាញ់ខ្ញុំចឹងកុំរស់ពឹងទៅលើអ្នកដទៃប៉ុន្តែសូមពឹងទៅលើសេចក្តីស្រឡាញ់របស់ព្រះព្រោះព្រះអង្គចង់ឲ្យបងប្អូនរកបាននៅសេចក្តីអំណរនៅថ្ងៃនេះអរគុណព្រះយេស៊ូវខ្ញុំមានការលើកទឹកចិត្តទៅដល់បងប្អូនប៉ុណ្ណឹងនៅក្នុងកាន់កាពីសាស្តាចំពោះ3ខ12ហើយនិងខ13មាន2ខនេះហើយសូមឲ្យបងប្អូននៅតែនឹកចាំពីគ្នាយើងអធិដ្ឋានឲ្យគ្នាទៅវិញទៅមកខ្ញុំជឿថាពេលខ្លះយើងភ្លេចខ្លួនថាយើងត្រូវយកឈ្នះជាមួយនឹងសាតាំងដោយរបៀបណាយើងលងលើយជាមួយនឹងសូរសំឡេងជាច្រើនដែលចូលមកតាមតិចចូលមកតាមគំនិតរបស់ផងយើងអញ្ចឹងយើងភ្លេចខ្លួនថាយើងជាមនុស្សមានតម្លៃយើងបែរជាលងលើយទៅលើសំឡេងរបស់សាតាំងដែលវាខ្សឹបមកយើងថាអូអ្នកឯងគេបោះបង់ចោលហើយអូគេលែងស្រឡាញ់អ្នកឯងហើយអូគេក្បត់អ្នកឯងហើយអូអ្នកឯងគឺជាមនុស្សដែលគេទាត់ចោលឥឡូវអូអ្នកឯងគួរអាណិតណាស់ជាងនោះគឺជាសំឡេងរបស់សាតាំងឯងជាសំឡេងរបស់សាតាំងឯងបងប្អូនមិនបាច់ចាំស្ដាប់វាឯងសំឡេងហ្នឹងបដិសេធវាក្នុងព្រះនាមព្រះយេស៊ូវអញអត់ត្រូវការឯងអញគឺជាមនុស្សមានតម្លៃក្នុងព្រះនាមព្រះយេស៊ូវព្រះរបស់ផងយើងស្រឡាញ់យើងណែយើងប្រកាសទៅដល់អាវិញ្ញាណកាត់ទោសខ្លួនឯងយើងប្រកាសទៅដល់អាវិញ្ញាណអាណិតខ្លួនឯងយើងប្រកាសទៅដល់អាវិញ្ញាណដែលកាត់ទោសខ្លួនឯងទាំងអស់យើងប្រកាសថាឯងគ្មានសិទ្ធិគ្មានអំណាចទេយើងបង្គាប់បញ្ជាក្នុងព្រះនាមព្រះយេស៊ូវឲ្យឯងចេញពីជីវិតរបស់យើងទាំងអស់ឥឡូវនេះក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវបងប្អូនប្រកាសចឹងអ្វីដែលខ្ញុំនិយាយជាមួយនឹងបងប្អូននៅពេលនេះគឺខ្ញុំបានធ្វើហើយនៅពេលដែលមុនពេលដែលម្ដាយខ្ញុំស្លាប់មានបងស្រីខ្ញុំស្លាប់ចឹងពួកគាត់ទាំងពីរនាក់គាត់ចាក់ចេញពីផែនដីនេះទៅក្នុងវេលាមួយដែលខ្ញុំគេហៅថាខ្ញុំធ្លាក់ខ្លាំងមែនទែនសំបីតលុយក៏គ្មាននៅក្នុងហោប៉ៅដែរនៅពេលទាំងអស់នឹងឯងវាជាពេលវេលាមួយដែលមានសំឡេងមួយចូលមកដល់ក្នុងគំនិតរបស់ផាន់ខ្ញុំគឺចំឯងដល់ថ្ងៃហ្នឹងដែរណាមានរឿងមានសម្លេងនៃការអាណិតខ្លួនឯងចូលមកក្នុងខ្ញុំខ្លាំងអញ្ចឹងខ្ញុំបន្ទោសខ្លួនឯងនៅពេលដែលខ្ញុំអត់មានលុយមើលម្ដាយខ្ញុំចាំបានថាពេលខ្ញុំយកម៉ែខ្ញុំទៅពេទ្យខ្ញុំមានលុយត្រឹមតែពេលហ្នឹងខ្ញុំមានលុយប៉ុន្មានខ្ញុំចង់ភ្លេចបាត់ហើយប៉ុន្តែមុនពេលដែលខ្ញុំព្យាបាលយកគាត់ទៅពេទ្យខ្ញុំសួរថាពេទ្យខ្ញុំមានត្រឹមតែប៉ុណ្្នេះទេតើស្ថានភាពម្ដាយផងខ្ញុំចំណាយប៉ុន្មានអញ្ចឹងគាត់ព្យាបាលទៅតាមកញ្ចប់លុយផងខ្ញុំហើយកញ្ចប់លុយផងខ្ញុំនោះមិនមែនជាលុយច្រើនទេប្រហែលជា100 200ខ្ញុំមានលុយប៉ុណ្្នឹងឯងអីមានបងប្អូនខ្លះគាត់
សួរថាចុះហេតុអីមិនយកគាត់ទៅពេទ្យរដ្ឋពេទ្យអីពេលដែលគាត់និយាយខ្ញុំថាខ្ញុំក៏យកខ្ញុំក៏ចង់យកទៅដែរប៉ុន្តែខ្ញុំអត់មានលុយពីព្រោះតាចូលទៅរយហើយបាននៅពីណាជាងខ្ញុំស្គាល់ខ្លួនឯងថាស្ថានភាពខ្ញុំពេលនេះខ្ញុំអត់មានអីទេអញ្ចឹងពេទ្យក៏បានប្រាប់ខ្ញុំពាក់ព័ន្ធជាមួយរបស់ម្ដាយខ្ញុំដូចជាពាក់ព័ន្ធជាមួយនឹងសួតផងគាត់មានបញ្ហាសួតហើយត្រូវការបញ្ចូលអុកស៊ីហ្សែនចឹងគាត់ទៅហក់ក៏ប៉ុន្តែពេទ្យគាត់ប្រាប់ថាអាចនឹងបញ្ចូលអុកស៊ីហ្សែនគាត់2 3ថ្ងៃអីហើយក្នុងមួយថ្ងៃពេទ្យឯកជនពេលហ្នឹងក្នុងមួយថ្ងៃចំណាយអស់ជិត$200អានោះទៅលើគ្រាន់តែការមើលថែហើយនឹងការស្នាក់នៅមិនទាន់បូកជាមួយនឹងថ្នាំទេអញ្ចឹងគ្រាន់តែគាត់សម្រាប់នៅចាំឲ្យគេមើលថែមួយថ្ងៃ200ហើយចុះនៅថ្នាំទៀតអញ្ចឹងអ្វីមួយដែលខ្ញុំគិតខ្លួនឯងតើខ្ញុំមានលុយមកពីណាហើយខ្ញុំនិយាយមួយខ្លួនឯងថាម៉ែមិនក៏ម៉ែឈឺចំពេលដែលខ្ញុំអត់លុយអញ្ចឹងអញ្ចឹងពេលហ្នឹងឯងខ្ញុំសួរនាំពេទ្យគម្រោងគាត់ថានឹងដើរខ្ចីលុយគេតែហ៊ានដើរខ្ចីគេទេអញ្ចឹងម៉ែអត់ដឹងទេថាស្ថានភាពគាត់របៀបយ៉ាងម៉េចខ្ញុំជាអ្នកដឹងអញ្ចឹងអ្វីដែលខ្ញុំអាចធ្វើបានខ្ញុំមានតែដើរចេញពីគាត់ខ្ញុំអង្គុយយំនៅកន្លែងបន្ទប់ទទួលភ្ញៀវនៅលើសាឡុងនិយាយរួមខ្ញុំទប់បងប្អូនខ្ញុំទប់ខ្លាំងណាស់ថាកុំយំតែខ្ញុំទប់អត់បានខ្ញុំយំហើយខ្ញុំជូតទឹកភ្នែកស្អាតហើយខ្ញុំដើរមកជួបម៉ែវិញតែម៉ែតោះយើងទៅផ្ទះអត់អីទេម៉ែជាទុកចិត្តព្រះអង្គទាំងខ្ញុំអត់អស់ចិត្តហើយខ្ញុំតែងតែនិយាយមួយខ្លួនឯងថាបើសិនបើស្ថានភាពពេលនេះម៉ែទៅចោលខ្ញុំមានអារម្មណ៍ថាខ្ញុំអត់គប្បីមួយគាត់សោះហេតុអីខ្ញុំឲ្យម្ដាយខ្ញុំទៅទាំងអញ្ចឹងណាអរគុណព្រះអង្គអញ្ចឹងជាទូទៅម៉ែខ្ញុំគាត់ឈឺច្រើនហើយគ្រប់ពេលខ្ញុំយកម៉ែខ្ញុំការពីព្រោះបើនិយាយអស់គេហៅដូចទិញជីវិតម្ដាយអញ្ចឹងតែសារអត់ចង់បាត់បង់គាត់ទិញជីវិតគាត់មានថាខ្ញុំជំនះគ្រប់ទាំងបញ្ហាទាំងអស់ដើម្បីរត់ទៅរកការព្យាបាលខ្ញុំទៅស្រុកយួនខ្ញុំទៅសរិននឹងការពីមុនបងប្អូនមានឥឡូវហ្នឹងឯងខ្ញុំទៅស្រុកយួនដើម្បីមើលថែគាត់ទៅដល់សរិនយកគាត់ទៅពេទ្យព្រោះការពីមុនខ្ញុំអត់សូវទុកចិត្តពេទ្យខ្មែរទេខ្ញុំយកគាត់ទៅក្រៅទាំងអស់បាទធ្វើប៉ាសពតឲ្យគាត់អីឲ្យគាត់អញ្ចឹងយកគាត់ទៅក្រៅពីព្រោះខ្ញុំចង់ឲ្យគាត់នៅមួយខ្ញុំប៉ុន្តែធិតពិតគាត់បន្តនៅមួយខ្ញុំបានរៀងយូរខែលដែរអញ្ចឹងនៅថ្ងៃដែលគាត់ចេញពីខ្ញុំទៅគឺវាស្មានខ្ញុំបានមើលថែគាត់អស់ចិត្តដែរអញ្ចឹងនៅថ្ងៃដែលគាត់ទៅសម្រាប់នៅពេទ្យកាឡម៉ែតពេលហ្នឹងឯងខ្ញុំនិយាយជាមួយព្រះអង្គថាព្រះអង្គអាចយកគាត់ទៅបានហើយអត់អីទេខ្ញុំអាចធ្វើចិត្តបានហើយចឹងខ្ញុំអរគុណព្រះអង្គមួយពេលដែលខ្ញុំទៅពេទ្យរដ្ឋហ្នឹងគឺពួកគាត់គឺខ្ញុំអត់មានលុយចំណាយទៅលើថ្លៃពេទ្យ100រៀលទេដោយសារតែយើងទៅសុំនៅសង្កាត់សុំគេហៅថាបានសមត្ថៈឬក៏បានក្រីក្រដើម្បីយកគាត់ទៅព្យាបាលនៅពេទ្យអត់អស់លុយអញ្ចឹងខ្ញុំចាប់ផ្ដើមមានអារម្មណ៍រៀងស្ងប់ចិត្តបន្តិចមានន័យថាអាចមើលថែម្ដាយការអស់ពីកម្លាំងចិត្តណាមិនមែនទុកគាត់ឲ្យស្លាប់នៅមានទុកចោលឲ្យស្លាប់ណាជឿបានមើលថែគាត់ដែរអញ្ចឹងយើងអត់អាចជួយអីបានទេធ្វើម៉េចបើដល់ពេលដែលគាត់ត្រូវទៅបាទអាហ្នឹងមកតង់ទៀតនៅពេលដែលគាត់ផុតទៅនៅពេទ្យសួរថាដឹកចេញពេលណាខ្ញុំចិត្តខ្ញុំថាខ្ញុំអត់ចង់ដុតម្ដាយខ្ញុំទេពីព្រោះគាត់ជាម្ដាយ
ជាអ្នកលះបង់សម្រាប់គ្រួសារអញ្ចឹងកូនចៅគ្រប់ជីវិតដែលមានទាំងអស់នេះគឺជាការខំប្រឹងរបស់ផងគាត់ចឹងគាត់គួរតែបញ្ចប់ដោយល្អជាងនេះមិនមែនដុតសូន្យទៅបាត់យ៉ាងហោចណាស់មានកន្លែងមួយដើម្បីប្រាប់កូនប្រាប់ចៅថានេះនិយាយមានរឿងអីដែលអាចនឹងដំណើរគាត់បានចឹងខ្ញុំព្យាយាមស្វាត់ស្វែងតាក់ទងសុំទិញដីគេធ្វើអីបងប្អូននិយាយស្មោះត្រង់ពេលនឹងគ្មានលុយ100រៀលទេនិយាយរួមពេលបងស្រីខ្ញុំស្លាប់ពេលម្ដាយខ្ញុំស្លាប់ក្នុងខ្លួនខ្ញុំអត់មានលុយហ្មងបាទខ្ញុំអត់មានលុយមែនហើយទិញដីហើយនឹងធ្វើមួយឈូសដូចជាអស់ចូលលបាក់ខ្ទង់$2000ហ្នឹងហើយខ្ទង់ចន្លោះប៉ុណ្ណឹងគិតចុះគិតឡើងវាចូលខ្ទង់$2000អញ្ចឹងនៅពេលដែលខ្ញុំសម្រេចចិត្តថាអូខេយកដីឲ្យគាត់ដើម្បីបានកប់គាត់អីគាត់ហ្នឹងគឺដោយជំនឿសុខសាន្តទុកចិត្តព្រះអង្គប៉ុន្តែព្រះបានផ្គត់ផ្គង់គាត់តាមរយៈបងប្អូនយើងខ្លះគាត់ដាក់ដង្វាយប្រម៉ែប្រមូលមកយើងបានគ្រប់គ្រាន់ក្នុងការដែលចំណាយលើអ្វីទាំងអស់ហ្នឹងអញ្ចឹងវាធ្វើខ្ញុំអស់ចិត្តមួយឯងគឺខ្ញុំបានឲ្យម្ដាយផងខ្ញុំមានកន្លែងសំរុំនៅលើផែនដីនេះប៉ុន្តែសម្រាប់បងស្រីផងខ្ញុំនៅតែមិនទាន់អស់ចិត្តមួយគាត់ទេពីព្រោះនៅថ្ងៃដែលគាត់បងស្រីខ្ញុំទៅខែ10ម្ដាយខ្ញុំខែ12អញ្ចឹងក្នុង2ខែខ្ញុំស្លាប់មាន2ខែខ្ញុំបាត់បង់សាច់ញាតិ12នាក់បងស្រីខ្ញុំម្នាក់ម្ដាយខ្ញុំម្នាក់ខែ11ខែ12មួយជឿគេហៅថាអាទុកជាន់ទុកឲ្យបងប្អូនមានរឿងបដិញគ្នានិយាយទៅបដិញគ្នាហ្មងបើនិយាយទៅគេហៅដូចទួហ្មងវាទុកមែនតើហើយហ្នឹងហើយអត់អស់ចិត្តមួយបងស្រីដោយសារតែពេលដែលគាត់ស្លាប់ទៅគាត់បងស្រីខ្ញុំជឿព្រះអង្គភ្លាមគាត់ស្លាប់ភ្លាមអញ្ចឹងដោយសារខ្ញុំអត់មានលុយហើយកូនគាត់អត់មានលុយគ្រួសារគាត់អត់មានលុយអញ្ចឹងយើងអត់ជំរឹះនិយាយរួមយើងអត់ជំរឹះអញ្ចឹងយកគាត់ទៅបូជានៅវត្តបាទហើយដោយសារកូនគាត់អត់ជឿព្រះអញ្ចឹងពួកគាត់យកឆ្អឹងគាត់ទៅដាក់នៅវត្តអញ្ចឹងខ្ញុំហាមអត់ឈ្នះទេហើយបើចិត្តខ្ញុំថាបើសិនបើខ្ញុំមានលុយខ្ញុំនឹងយកឆ្អឹងយកអីជ្រុលថាដុតហើយបើខ្ញុំមានលុយខ្ញុំយកឆ្អឹងយកអីយកទៅដាក់នៅចិត្តម្ដាយផងគាត់ដើម្បីទី1បញ្ឈៀសការអុជធូបសែនព្រេនដែលពួកគាត់ធ្វើឲ្យពីព្រោះពួកគាត់នៅតែគិតថាអូម៉ែគាត់ត្រូវការហូបនេះត្រូវការហូបនោះអីចឹងណាប៉ុន្តែនោះវាជារឿងទេអញ្ចឹងហេតុអីបានខ្ញុំនិយាយរឿងនេះនៅក្នុងជីវិតរបស់យើងម្នាក់វាមានរឿងដែលត្រូវប្របាក់រៀងខ្លួនបងប្អូនប៉ុន្តែចូលកុំបោះបង់ខ្លួនឯងចោលបើគេមិនស្រឡាញ់យើងគេមិនខ្វល់ពីយើងគេមិនគិតពីយើងគេមិនឲ្យតម្លៃយើងគេមិនយល់ពីយើងហេតុអីបានជាយើងត្រូវបោះបង់ខ្លួនឯងចោលមិនយកខ្លួនឯងមកវិញហេតុអីយើងមិនក្រោកឈរបងប្អូនក្រោកបានប៉ុន្មានក្រោកប៉ុណ្ណឹងណាក្រោកបានប៉ុណ្ណាក្រោកប៉ុណ្ណឹងកុំទុកខ្លួនឯងចោលកុំអនុញ្ញាតឲ្យអាចជំងឺបាក់ទឹកចិត្តនឹងនៅជាមួយបងប្អូនណាពីព្រោះអាជំងឺបាក់ទឹកចិត្តហ្នឹងឯងគឺជាវិញ្ញាណមួយដែលចង់បំផ្លាញបងប្អូនជាងអារៈវិព្យាយាមរៀបចំសេណារីយ៉ូយ៉ាងច្រើនដើម្បីធ្វើយ៉ាងណាឲ្យបងប្អូនធ្លាក់ទៅក្នុងអន្ទាក់មួយហ្នឹងក្រោយមកបងប្អូនចង់បំផ្លាញខ្លួនឯងអញ្ចឹងរឿងនេះអត់សពផាតីជាមួយនឹងព្រះទេអញ្ចឹងឯងមិនខ្ញុំប្រាប់ថាបើបងប្អូនកំពុងតែឯកោបើបងប្អូនកំពុងតែបាក់ទឹកចិត្តបើបងប្អូនកំពុងតែមានអារម្មណ៍ថាខ្លួនឯងធ្លាក់ដល់ចំណុច0បងប្អូនប្រកាសវាក្នុងនាមព្រះយេស៊ូវទៅប្រកាសវាបងប្អូនអារម្មណ៍បងប្អូន
សភាពបងប្អូនយ៉ាងណាបងប្អូនប្រកាសវាបណ្ដេញវាក្នុងនាមព្រះយេស៊ូវទៅណាទោះបីបងប្អូនដេញទៅមើលទៅដូចគ្មានអារម្មណ៍ថាយ៉ាងម៉េចក៏ដោយធ្វើវាបណ្ដេញវាខ្ញុំជឿថាព្រះនាមរបស់ផាន់ព្រះនឹងអាចជួយបាននៅថ្ងៃថ្មីនេះប្រហែលខ្ញុំនឹកម៉ែខ្ញុំខ្លាំងខ្ញុំនឹកម៉ែខ្ញុំខ្លាំងរហូតដល់ខ្ញុំនិយាយអត់ខ្មាស់ទេបងប្អូនពីព្រោះជាការពិតផងខ្ញុំយំនឹកម៉ែខ្ញុំហើយឡើងខ្ញុំលេងចង់ធ្វើអីមានន័យថាថ្មីនេះហ៎បងប្អូនហើយខ្ញុំថាចំខ្ញុំមិនចឹងមិនខ្ញុំមកត្រូវនឹកគាត់ចឹងពីព្រោះគាត់ទៅនៅមួយព្រះអង្គមិនក៏ខ្ញុំមកអីយំសោកបោកប្រានអីនឹកម៉ែអីចឹងខ្ញុំចាប់ផ្ដើមសេកប្រកាសតាមផ្លូវលើម៉ូតូខ្ញុំប្រកាសខ្ញុំនិយាយខ្ញុំក្អួតចឹងពេលនិយាយទៅដល់អាវិញ្ញាណហ្នឹងវារើចេញខ្ញុំក្អួតខ្ញុំស្រឡះចែលែងមើលទៅជាមនុស្សដែលមានបញ្ហាដែលទូទុកអីទៀតទេចាប់ផ្ដើមទទួលបានថាអូខ្ញុំមកវិញហើយចាប់ផ្ដើមទទួលថាអូខ្ញុំលែងនឹកគាត់ហើយអញ្ចឹងវាជាវិញ្ញាណទេបងប្អូនត្រូវទទួលស្គាល់ថានោះគឺជាវិញ្ញាណវាមិនមែនជារឿងដែលម្នាក់នោះធ្វើទេអារៈវាព្យាយាមប្រើមនុស្សផ្សេងដើម្បីវាយបំបាក់យើងអញ្ចឹងហើយបានជាព្រះអង្គបានឲ្យយើងអត់ទោសឲ្យគ្នាទៅវិញទៅមកពីព្រោះព្រះអង្គដឹងថាកូនព្រះអង្គអត់ដឹងខ្យល់អីទេកូនព្រះអង្គគ្រាន់តែជាឈ្នន់របស់អារៈប្រើហើយចឹងពេលខ្លះអារៈកំពុងតែប្រើប្តីរបស់បងប្អូនកូនរបស់បងប្អូនប្រពន្ធរបស់បងប្អូនឬក៏ញាតិជិតខាងសាច់ញាតិរបស់បងប្អូនដើម្បីឲ្យមកបំផ្លាញបងប្អូនប៉ុន្តែបើគាត់មិនមានអារៈដឹកនាំទេគាត់អត់ធ្វើអញ្ចឹងទេតែដោយសារតែគាត់មានអារៈជាអ្នកដឹកនាំនឹងឯងបានជាគាត់ធ្វើការនឹងឲ្យបងប្អូនប្រេះស្រាំជើងបងប្អូនត្រូវទទួលយកថានោះគឺជាអារៈទេបើបងប្អូនទទួលយកថានោះគឺជាអារៈបងប្អូននឹងងាយអត់ទោសឲ្យគាត់ចឹងបានព្រះអង្គបានប្រាប់ថាត្រូវអត់ទោសឲ្យគ្នាទៅវិញទៅមកព្រះអង្គអត់ឲ្យយើងខឹងគ្នាទេដោយសារអីគេពីព្រោះកូនព្រះអង្គអត់ដឹងខ្យល់អីមែនគេគ្រាន់តែចាញ់បោកឬក៏ធ្លាក់ទៅក្នុងអន្ទាក់របស់អារៈទេចឹងតួនាទីរបស់យើងគ្រាន់តែអត់ទោសទៅប៉ុណ្ណឹងបានហើយត្រូវអត់ទោសឲ្យគេមិនដឹងថាអ្នកណាម្នាក់ធ្វើឲ្យបងប្អូនឈឺចាប់ទេតែទូនាទីរបស់បងប្អូនគឺត្រូវអត់ទោសឲ្យគេបើបងប្អូនមិនអត់ទោសឲ្យគេទេអំពើបាបឬក៏វិញ្ញាណនោះអត់មានទៅណាឆ្ងាយពីបងប្អូនទេចឹងការអត់ឱនទោសគឺជាទ្វារព្យាបាលបងប្អូនឲ្យមានសេរីភាពគឺជាទ្វារដើម្បីព្យាបាលបងប្អូនចេញពីជំងឺដែរមានជំងឺខ្លះនៅរ៉ាំរ៉ៃជាមួយនឹងបងប្អូនដោយសារតែបងប្អូនមានចំណងនៃការមិនទាន់អត់ទោសឲ្យអ្នកដទៃបើបងប្អូនមិនទាន់អត់ទោសឲ្យអ្នកដទៃមានន័យថាអារៈវាកំពុងតែប្រើប្រាស់បងប្អូនដើម្បីនឹងបំផ្លាញបងប្អូនហើយនឹងបំផ្លាញមនុស្សដែលនៅក្បែរបងប្អូនអញ្ចឹងរឿងឈឺចាប់ជាច្រើនតែបងប្អូនជួបពេលខ្លះបងប្អូនពិបាកក្នុងការអត់ទោសឲ្យអ្នកដទៃណាស់ព្រោះរឿងខ្លះវាធ្ងន់ពេកប៉ុន្តែទូនាទីរបស់ផងយើងមិនមែនជាអ្នកដែលចងចាំការអាក្រក់របស់គេហើយយកមកសម្លាប់ខ្លួនឯងទេការរបស់ផងយើងគឺគ្រាន់តែអត់ទោសឲ្យគេហើយថ្វាយការទាំងអស់នោះទៅកាន់ព្រះជុំប្រងនឹងស្មោះត្រង់ក្នុងការនេះបើយើងអត់ទោសឲ្យគេវាស្មើនឹងយើងកំពុងតែស្រាយចំណងដែលចងយើងពីព្រោះនៅក្នុងព្រះមានសេចក្តីស្រឡាញ់តែនៅក្នុងអារៈមានសេចក្តីសន្អប់ជាងកាលណាយើងរើសសេចក្តីស្រឡាញ់របស់ព្រះមានន័យថាយើងស្រាយគ្រប់ទាំងចំណងរបស់អារៈត្រូវបានស្រាយត្រូវបានផ្ដាច់ជើងកន្លឹះបន្តិចនឹងទេអូខេអរគុណព្រះអង្គសម្រាប់ថ្ងៃនេះហើយសូមឲ្យព្រះនៅតែប្រទានពរដល់បងប្អូនជួយបងប្អូនក្នុងការដែលដើរជាមួយនឹងព្រះអង្គយ៉ាងល្អតយុទ្ធតស៊ូជាមួយនឹងសង្គ្រាមខាងវិញ្ញាណមួយនេះកុំឆ្លោះគ្នាកុំខឹងគ្នាកុំស្អប់គ្នាកុំព្រះអង្គទាំងអស់សុទ្ធតែល្អប៉ុន្តែពួកគេធ្លាក់ទៅក្នុងអន្ទាក់របស់អារៈទេបានគេទៅជាអាក្រក់អញ្ចឹងចូលអធិដ្ឋានដល់មនុស្សអាក្រក់ដែលយើងកំពុងតែស្អប់ឲ្យព្រះអង្គបានស្រាយគេឲ្យមានសេរីភាព
ប្រយោជន៍ដើម្បីកុំឲ្យបងប្អូនឈឺចាប់ឬអ្នកដទៃទៀតឈឺចាប់ដោយសារតែទង្វើរបស់ផាន់គេហើយអត់ទោសឲ្យគេប្រយោជន៍ដើម្បីឲ្យព្រះបានអត់ទោសឲ្យបងប្អូនសូមសម្រុំចិត្តអធិដ្ឋានមួយខ្ញុំព្រះយេស៊ូវអើយសូមដោះស្រាយបញ្ហាដែលមាននៅក្នុងដួងចិត្តរបស់យើងខ្ញុំសូមបណ្ដេញគ្រប់ទាំងអវិញ្ញាណនៃការកាត់ទោសខ្លួនឯងក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវយើងនិយាយទៅដល់អវិញ្ញាណបាក់ទឹកចិត្តអវិញ្ញាណកាត់ទោសខ្លួនឯងអវិញ្ញាណអំនួតអវិញ្ញាណស្រាប់ស្រាក់អវិញ្ញាណអាភិសអវិញ្ញាណនៃការអាណិតខ្លួនឯងអវិញ្ញាណនៃសេចក្តីងងឹតទាំងអស់ក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវឯងគ្មានសិទ្ធិគ្មានអំណាចដើម្បីនឹងនៅចងជាចំណងដល់កូនព្រះអង្គណាម្នាក់បាននៅឡើយក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រប់ទាំងច្រវាក់ទាំងអស់នឹងត្រូវបានផ្ដាច់រាល់ចំណងមុនអាគមរាល់បណ្ដាសាទាំងអស់រាល់អំពើអំពាន់ទាំងអស់រាល់វិញ្ញាណទាំងអស់នឹងត្រូវបានរលាយចេញបាត់នៅពីកូនព្រះអង្គឥឡូវនេះក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវក៏ព្រះអង្គទទួលសេរីភាពពីការដោះលែងនៃភាពអាណិតខ្លួនឯងទទួលសេរីភាពនៃការព្យាបាលពីការកាត់ទោសខ្លួនឯងទទួលសេរីភាពពីការដែលស្អប់ខ្ពើមខ្លួនឯងទទួលសេរីភាពពីវិញ្ញាណស្រើបស្រាលទទួលសេរីភាពពីវិញ្ញាណនៃសេចក្តីអំនួតទាំងអស់ទទួលសេរីភាពពីគ្រប់ទាំងចំណងមុនអាគមបណ្ដាសាដែលតតាំងពីដូនតាមកទាំងអស់ក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវរាសាខារ៉ាម៉ាណាតាខូរ៉ូសគុណអរគុណព្រះយេស៊ូវសូមថ្វាយគ្រប់ការទាំងអស់ក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន